ឧទាហរណ៍មានលោកយាយម្នាក់ក៏សួរខ្ញុំថាចុះបើលោកគ្រូមានប្រពន្ធនៅមកវត្តអត់ខ្ញុំជំរាបជូនគាត់វិញថាបើយកប្រពន្ធគេមកឲ្យមកវត្តតើយកធ្វើអីព្រោះប្រពន្ធដែលយកតើដឹងប្រវត្តិខ្ញុំជាអីមែនទេអញ្ចឹងញាតិញោមហើយខ្ញុំទៅលាក់ប្រវត្តិមិនបាននៅពេញអ៊ីនធឺណិតថាខ្ញុំជាអីឥឡូវនៅក្នុង YouTube ក្នុងទូរស័ព្ទនៅតែឃើញខ្ញុំនៅលោកដដែលទេរាល់ថ្ងៃបាទតែទេតបទៅលោកទាំងអស់អញ្ចឹងតើដឹងថាបើដាក់ចិត្តជាប្រពន្ធតើតែអនុញ្ញាតឲ្យខ្ញុំមកវត្តបាទហើយបើយកប្រពន្ធឲ្យមកវត្តបវល់ទៅក្លឹបហ៎បវល់ទៅណាអានឹងព្រះលោកថាចវោចវាយៈសង្វតតិបើខ្មោចក៏នៅជាមួយខ្មោចបានបើទេវតាមិនអាចនៅជាមួយខ្មោចបានតែខ្មោចក៏មិននៅជាមួយទេវតាបានតែបើទេវតាអាចនៅជាមួយទេវតាបានអញ្ចឹងគាត់តែយល់ស្របគ្នាអញ្ចឹងហើយបានខ្លឹមខ្លែងជិត2ឆ្នាំហ្នឹងរកប្រពន្ធមិនដល់ឃើញហ្នឹងណាហ្នឹងហើយអញ្ចឹងពេលខ្លះនៅខ្លឹមខ្លែងហ្នឹងចាណាហើយមិនមែនអត់មានអ្នកញ៉ាយមានគេញ៉ាយមកកណោតែយើងតើខ្លឹមខ្លែងខ្លែងពិចារណាពីសពពុកព្រោះខោអាវយើងទិញបានអញ្ចឹងមែនទេទូតែអត់ល្មមអូខេទៅដូរវិញបើយកមកគេថានៅធានាបានអញ្ចឹងអាចមួយទឹកអាចដូរបានអញ្ចឹងដូរវាអត់ត្រូវទំហំបើទិញមកពាក់ទៅស្រាប់ដល់ហើយអាម៉ូតនេះពាក់ដដែលចង់ទៅទិញមួយទៀតទិញបានអានេះទុកម្ដងតែប្រពន្ធនៃប្តីនេះមិនមែនយកមកឲ្យបាត់ល្មមទេត្រូវដូរវិញអត់បានទេនឹងនិយាយសិនធ្លាប់មានបទពិសោធន៍ហើយជាពិសេសលោកគ្រូកណ្ដាលនោះទីស្នាមមង្គលការនោះឆ្ងាញ់ហ្នឹងឆ្ងាញ់ហើយតែខុសនឹងឯងចាប់ទៅហើយនិយាយសើចងាប់ហ្នឹងហើយអញ្ចឹងឧទាហរណ៍ខ្ញុំមានគ្រួសារវាត្រូវតែមានតែព្រោះមនុស្សខ្ញុំមិនមែនជាប្រសពដូចគាត់ទេមិនចឹងទេហើយខ្ញុំអាយុ41ហើយវាត្រូវតែមានឯណាមួយហើយប្រពន្ធតែបើមានគិតយ៉ាងម៉េចទីនេះអត់ប្របាក់គិតខ្ញុំមកវត្តធម្មតាបាទបើឆ្លុះគ្នាដោយសារខ្ញុំមកវត្តអានឹងដឹងខ្លួនដឹងគ្នាបាទតែខ្ញុំគិតថាបើមកវត្តមិនសុខចិត្តឲ្យខ្ញុំទៅក្រៅគេសុខចិត្តឬមិនក៏គិតដែរចឹងខ្ញុំគិតថាថ្ងៃមុខបើខ្ញុំមានប្រពន្ធក៏នៅតែមកវត្តដូចតែរកឯងនឹងដូចនេះមិនជាបញ្ហា